សិនបើមាននារីសាសាមួយក្រុមឈរមើលអ្នកនរគ្នាបត់ជើងតូចតែអ្នកនរគ្នាបត់ជើងតូចដែរឬទេ Wait a minute. ថ្ងៃនេះយើងនឹងមកយល់ដឹងអំពីបន្ទប់ទឹកមួយប្រភេទដែលមានលក្ខណៈខុសប្លែកពីបន្ទប់ទឹកដទៃទៀតនៅលើពិភពលោកនិយាយពីថាឲ្យតែបានចូលម្ដងហើយនឹងតែចង់ចូលម្ដងទៀតជាក់ជាមិនខាននឹងតែញ៉ាំជាប់ចិត្តដកចិត្តមិនរួចថ្ងៃក្រោយប្រកាសជាសុំម៉ាក់សុំប៉ាទិញទឹក4ដបផឹកឲ្យអស់អាងឈឺនោមរួចអាងសុំម៉ាក់សុំប៉ាទៅបត់ជើងតូចជាក់ជាពុំខានបន្ទប់ទឹកមួយប្រភេទនេះជាប្រភេទបន្ទប់ទឹក one way mirror bathroom ដែលផ្ទៃជញ្ជាំងត្រូវបានសាងសង់ពីកញ្ចក់មានលក្ខណៈពិសេសខុសប្លែកពីកញ្ចក់ដទៃសម្រាប់អ្នកនៅខាងក្នុងអាចមើលឃើញធ្លុះទៅខាងក្រៅបានដែលអាចអ្នកខាងក្រៅវិញមិនអាចមើលឃើញអ្នកខាងក្នុងនោះទេចឹងហើយប្រសិនបើយើងចូលក្នុងបន្ទប់ទឹកបែបនេះហើយនៅសក់ស្រាប់តែមានមនុស្សមួយក្រុមមកឈររោមចោមមើលអ្នកទាំងអស់គ្នាខ្ញុំគិតថាគេកំពុងតែមើលយើងបត់ជើងតូចនោះអីតែតាមពិតទៅគេគ្រាន់តែមកទីនេះដើម្បីទៅឆ្លងកញ្ចក់មើលមុខរបស់គេនោះទេចឹងហើយយើងមិនបាច់ព្រួយបារម្ភឬក៏ភ័យខ្លាចឬក៏មានភាពអៀនខ្មាស់ពេលដែលនរណាម្នាក់សម្លឹងមករកយើងនោះទេជាក់ស្ដែងនេះក្នុងវីដេអូនេះអញ្ចឹងពេលដែលបារម្ភអ្នកនោះដើរចូលបន្ទប់ទឹកចុះតែមានបងស្រីម្នាក់នោះទាញទូរស័ព្ទយកមកថតអីណាក្នុងវីដេអូនេះវិញបងស្រីស្អាតម្នាក់នេះមកសម្លក់សម្លឹងបែបហ្នឹងអត់ដឹងគេអៀនទេអីហើយបន្ទប់ទឹកដែលកំពុងតែបង្ហាញនេះមានទីតាំងស្ថិតនៅក្នុង Dreamland ដែលជាឧទ្យានកំសាន្តមួយក្នុងប្រទេសថៃហើយបន្ទប់ទឹកមួយប្រភេទនេះក៏មាននៅជាច្រើនកន្លែងទៀតក្នុងប្រទេសដទៃដែរដូចមួយប្រភេទនេះអញ្ចឹងវាមានទីតាំងស្ថិតនៅ Sulphur Spring ក្នុងរដ្ឋ Texas នៅប្រទេសសហរដ្ឋអាមេរិកសិនបើបងប្អូនបានចូលបន្ទប់ទឹកបែបនេះតើបងប្អូនមានអារម្មណ៍យ៉ាងណាដែរถ้าប្រសិនបើបងប្អូនទាំងអស់គ្នាបានឃើញបន្ទប់ទឹកបែបនេះនៅស្រុកខ្មែរកុំភ្លេចខលប្រាប់អេដមីនផងចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបើមានពាក្យពេចន៍មិនសមរម្យសូមមេត្តាអធិស្ឋានផងជួបគ្នាថ្ងៃក្រោយ